ជីកាសាឡាសហើនៅពេលដែលយើងងាកទៅខាងមាត់ស្ទឹងមានឃើញទូកចំនួន3គ្រឿងខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏បានឆ្លៀតចុះចូលទៅថតនៅខាងក្រោមដែរដើម្បីឲ្យពុកម៉ែបងប្អូនអ្នកខេត្តបាត់ដំបងយើងបានឃើញពីទូកមួយនេះហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅទីនេះថែមទាំងមានជាមួយនឹងទូកកាយៈទៀតផងមិនទាន់បានជិះទេគ្រាន់តែឃើញក៏មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដែរដោយសារតែអីនេះគឺជាសមិទ្ធផលថ្មីមួយរសជាតិថ្មីមួយនៅក្នុងខេត្តបាត់ដំបងដែលមិនធ្លាប់មានពីមុនទេប៉ុន្តែឥឡូវនេះគឺមាននៅក្នុងស្ទឹងសង្កែយើងហើយខ្ញុំសង្ឃឹមថានៅខាងមុខទៅទៀតនេះនឹងមានការបើកដំណើរការឆាប់ៗហើយនឹងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តបាត់ដំបងយើងឲ្យច្រើនជាងមុនផងដែរតោះឥឡូវយើងដើរទៅមើលនៅឲ្យជិតតែម្ដងទៅដោយសារតែយើងថតនេះគឺថតពីចម្ងាយទេហើយខ្ញុំពិតជាចង់ដឹងខ្លាំងមែនទែនពីព័ត៌មានទូកទេសចរមួយនេះខ្ញុំចង់ដឹងថាតើថ្ងៃណាបានគេដាក់បើកដំណើរការនៅពេលដែលគេដាក់បើកដំណើរការខ្ញុំនឹងធ្វើការជិះតែម្ដងដើម្បីបង្ហាញទៅឲ្យបងប្អូនអ្នកខេត្តបាត់ដំបងឬក៏បងប្អូនដែលរស់នៅតាមបណ្ដាខេត្តផ្សេងៗឲ្យគេបានឃើញជាមួយនឹងទូកទេសចរនៅក្នុងខេត្តបាត់ដំបងមួយនេះហើយទូកនេះមានសភាពធំខ្លាំងមែនទែនមានទៅដល់3គ្រឿងឯណោះហើយគ្រឿងទី1នោះគឺមានធំជាងគេដាក់បានចន្លោះដល់30នាក់ឯណោះហើយទូកទី2នោះគឺដាក់បានប្រហែលជា15ទៅ20នាក់ចឹងទៅហើយនៅបាត់ដំបងយើងក៏មានជាមួយនឹងទូកកាយៈផងដែរអញ្ចឹងអ្នកខេត្តបាត់ដំបងយើងគឺត្រៀមទៅលុយទៅជិតដល់ថ្ងៃបើកហើយអញ្ចឹងអ្នកខេត្តបាត់ដំបងយើងសង្ឃឹមថានឹងមកចូលរួមជាបានច្រើនកកកហើយសង្ឃឹមថាអ្នកខេត្តផ្សេងៗក៏នឹងចាប់អារម្មណ៍ជាមួយនឹងទូកទេសចរនៅខេត្តបាត់ដំបងនេះផងដែរអញ្ចឹងយើងមានតែរងចាំមើលទេនាពេលខាងមុខនៅពេលដែលគេចាប់ដើមបើកខ្ញុំនឹងធ្វើការជីដើម្បីថតបង្ហាញទៅឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងណាអញ្ចឹងបើសិនជាបានឃើញជាមួយនឹងវីដេអូមួយនេះហើយកុំភ្លេច share ចែកជូនទៅឲ្យបងប្អូនអ្នកខេត្តបាត់ដំបងឬក៏បងប្អូនអ្នកតាមបណ្ដាខេត្តផ្សេងៗបានឃើញជាមួយនឹងទូកមួយនេះផងដែរអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងខ្ញុំបាទ2នាក់ជម្រាបលាបាយបាយ